ការចោទប្រកាន់របស់លោក Comey បង្ហាញពីរបៀបដែលលោក Trump បានឈានទៅរកការផ្លាស់ប្តូរ radical សូម្បីតែតាមស្តង់ដារផ្ទាល់ខ្លួនរបស់គាត់ក៏ដោយការវិភាគដោយ Aaron Blake បន្ទាប់ពីបានសាកល្បងជាប្រចាំនៅរបាំងការពារប្រជាធិបតេយ្យរបស់អាមេរិកក្នុងអាណត្តិទី2របស់គាត់ប្រធានាធិបតី Donald Trump ឥឡូវនេះកំពុងរារាំងពួកគេក្នុងល្បឿនបំបែកក្រសួងយុតិធធកាលពីថ្ងៃប្រហ័សបានធានាការចោទប្រកាន់លើអតីតនាយក FBI លោក James Comey ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump បានជំរុញឲ្យវាកាត់ទោសគាត់និងបណ្ដេញព្រះរាជអាជ្ញាដែលប្រឆាំងនឹងការចោទប្រកាន់ពីសត្រូវនយោបាយរបស់ប្រធានាធិបតីស្ថានភាពនេះបង្ហាញពីរបៀបដែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះយើងបានឃើញគំនិត radical កាន់តែច្រើននៃកិច្ចខិតខំប្រឹងប្រែងដ៏ផ្លាស់ហានរបស់លោក Trump ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលសហព័ន្ធនិងដាក់អំណាចកណ្ដាលជាមួយខ្លួនគាត់លោកប្រធានាធិបតីបានចាត់វិធានការយ៉ាងរហ័សនិងខ្លាំងក្លាដើម្បីដកចេញនូវឧបសគ្គទាំងឡាយក្នុងរដ្ឋាភិបាលពង្រឹងភាពស្មោះត្រង់ការដាក់ទណ្ឌកម្មលើសត្រូវរបស់គាត់និងដើម្បីលុបបំបាត់លទ្ធភាពនៃការមិនពេញចិត្តជាសាធារណៈដែលអាចកើតឡើងពីទង្វើរបស់គាត់ Trump កំពុងបង្កើតប្រព័ន្ធនៅជុំវិញគាត់ដែលហាក់ដូចជាគ្មានការកកិច្ចកាន់តែខ្លាំងឡើងជាមួយនឹងគោលដៅចុងក្រោយហាក់ដូចជាអនុញ្ញាតឲ្យគាត់ទទួលបានអ្វីដែលគាត់ចង់បានវាជារយៈពេលដ៏ភ្ញាក់ផ្អើលសូម្បីតែតាមស្តង់ដារដ៏ភ្ញាក់ផ្អើលរបស់ Trump ផ្ទាល់ខ្លួនប្រហែលជាការវិវត្តដ៏សំខាន់បំផុតគឺក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់គាត់ភ្លាមដើម្បីកំណត់គោលដៅសត្រូវនយោបាយរបស់គាត់ជាមួយ Comey ជាឧទាហរណ៍ដ៏លេចលាន់លោក Trump តែងតែចោទប្រកាន់អ្នកប្រឆាំងនយោបាយក្រុមចរានយល់ឃើញរបស់គាត់អំពីឧបក្រមនិងជួនកាលបានថ្លែងថ្ដង់លើបញ្ហាច្បាប់ដែលកំពុងដោះស្រាយនៅក្នុងរបៀបដែលបំពានទស្សនធម៌ប្រឆាំងនឹងនយោបាយប្រព័ន្ធយុតិធធម៌ប៉ុន្តែនេះគឺខុសគ្នានេះគឺលោក Trump មិនត្រឹមតែទទួលបានការកាត់ទោសយូរឡូវពីសត្រូវប៉ុន្តែធ្វើឲ្យមានប្រសិទ្ធភាពដោយខ្លួនឯងអតីតប្រឹក្សាសេដ្ឋាសញ្ញាលោក Trump Ty Cobb បានប្រាប់ទូរទស្សន៍ CNN លោក Erin Burnett យប់ថ្ងៃប្រហ័សថាវាគឺជាថ្ងៃសោកស្ដាយដោយហៅការចោទប្រកាន់លោក Comey ថាជាការផ្តន្ទាទោសច្បាស់លាស់និងការកាត់ទោសជ្រើសរើសលោក Cobb បាននិយាយថាវិធីដែលពួកគេបាននាំវាគឺមានបញ្ហាសម្រាប់ប្រទេសទាំងមូលនេះគឺជាការបញ្ចប់នៃនីតិរដ្ឋនៅអាមេរិកឬវាជាចំណុចទានប្រឆាំងនឹងសកម្មភាពផ្ដាច់ការដែលយើងបានឃើញពីប្រធានាធិបតីរូបនេះនិងអគ្គមេធាវីរបស់គាត់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះលោក Trump បានចាប់ផ្ដើមដណ្ដើមការគ្រប់គ្រងលើយុទ្ធនាការសងសឹកដែលចង់បានជាយូរមកហើយគាត់បានបណ្ដេញមេធាវីអាមេរិកនៅរដ្ឋ Virginia យ៉ាងមានប្រសិទ្ធភាពចំពោះការបដិសេធរបស់គាត់ក្នុងការចោទប្រកាន់ប្រឆាំងនឹងអគ្គមេធាវីរបស់គណៈបកប្រជាធិបតេយ្យនៅ New York Letitia James នៅថ្ងៃបន្ទាប់លោក Trump បានត្អូញថាអគ្គមេធាវីអាមេរិក Pam Bondi មិនដំណើរការលឿនគ្រប់គ្រាន់ក្នុងករណីបែបនេះបន្ទាប់មកគាត់បានដំឡើងអ្នកស្មោះត្រង់ជាមេធាវីអាមេរិកថ្មីនៅក្នុងសង្កាត់ភាគខាងកើតនៃរដ្ឋ Virginia ហើយឥឡូវនេះ Comey ត្រូវបានចោទប្រកាន់លោក Trump បានអះអាងកាលពីថ្មីប្រហ័សថាលោកមិនបានធ្វើការសម្រេចចិត្តលើការចោទប្រកាន់លោក Comey ទេប៉ុន្តែការរីកចម្រើនហាក់ដូចជាមិនអាចយល់បានត្រឹមបានធ្វើឲ្យបំណងប្រាថ្នារបស់គាត់ត្រូវបានគេស្គាល់និងដកចេញឧបសគ្គទូពីវាឥឡូវនេះវាបានកើតឡើងហើយទោះបីជាព័ត៌មាននោះកំពុងរីកចម្រើនក៏ដោយយើងបានរៀនកាលពីថ្ងៃប្រហ័សថាក្រសួងយុតិធធរបស់លោក Trump កំពុងចាត់វិធានការវិសាមញ្ញមួយទៀតប្រឆាំងនឹងនរណាម្នាក់ដែល Trump បានអំពាវនាវយ៉ាងច្បាស់លាស់ឲ្យកាត់ទោសលោក Trump បាននិយាយកាលពីចុងខែមុនថា Soros និងកូនរបស់គាត់គួរតែប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌកាលពី2សប្តាហ៍មុនគាត់បាននិយាយថាយើងនឹងមើលទៅក្នុង Soros និងកាលពីថ្ងៃប្រហ័សកាសែត The New York Times រាយការណ៍ថាមន្ត្រីក្រសួងយុតិធធកំពូលរូបម្នាក់បានណែនាំមេធាវីអាមេរិកជាងកន្លះ10នាក់នឹងទូទាំងប្រទេសឲ្យរៀបចំផែនការស៊ើបអង្កេតលើម្ចាស់ជំនួយរបស់មហាសេដ្ឋីប្រជាធិបតេយ្យអនុម័ក្សណៈនោះគេរាយការណ៍ថាថែមទាំងរាយរាប់ការចោទប្រកាន់ព្រហ្មទណ្ឌផងដែរដែលអាចប្រើបានដូច្នេះនោះជាករណី2ដែល Trump និយាយយ៉ាងច្បាស់ថានរណាដែលគាត់ចង់បានការចោទប្រកាន់និងករណីមួយបន្ទាប់ពីគាត់បណ្ដេញនរណាម្នាក់ដែលមិនព្រមធ្វើនោះយើងបានដឹងភ្លាមហើយថាមន្ត្រីបានប្រព្រឹត្តដោយវិចិត្រវិបាកតើលោក Trump បញ្ជាជាក់លាក់ណាមួយគឺជាផ្នែកមួយនៃចំណុចសម្ពាធគឺច្បាស់លាស់មន្ត្រីរដ្ឋាភិបាលក្នុងអាណត្តិការដំបូងរបស់លោក Trump ជាញឹកញាប់ប្រឆាំងនឹងការជំរុញរបស់គាត់សូម្បីតែអគ្គមេធាវីលោក William Barr ដែលជាញឹកញាប់ចាត់វិធានការវិសាមញ្ញដែលស្របទៅនឹងរបៀបវ៉ារៈនយោបាយរបស់លោក Trump នៅចំណុចមួយបាននិយាយថាការខកខានរបស់លោក Trump អំពីករណីកំពុងដំណើរការធ្វើឲ្យខ្ញុំមិនអាចធ្វើការងាររបស់ខ្ញុំបានទេគាត់បានណែនាំថាលោក Trump បានជាយាមសម្លុតគាត់និងនិយាយថាវាមិនដំណើរការទេហើយវាស្ទើរតែគ្រាន់តែជាការគម្រាមកំហែងដ៏វិសេសវិសាលរបស់ប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធលោក Brendan Carr ដែលមុនការផ្អាកបណ្ដោះអាសន្នរបស់លោក Jimmy Kimmel
ទោះបីជាមានអ្នកខ្លះនៅខាងស្ដាំព្យាយាមកាត់បន្ថយទូនាទីរបស់ខាហើយធ្វើពុទ្ធនេះគ្រាន់តែជាទីផ្សារសេរីក៏ដោយក៏ Trump បានបន្ថយទ្វេដងលើការប្រើប្រាស់រដ្ឋាភិបាលសហព័ន្ធដើម្បីធ្វើរឿងស្រដៀងគ្នាលោកបានស្នើថាស្ថានីយ៍ផ្សាយដែលរីគុណលោកខ្លាំងពេកគួរតែបិទអាជ្ញាប័ណ្ណរបស់ខ្លួនគាត់បានធ្វើសញ្ញាថាពួកគេរួមទាំង Kimmel ផងដែរអាចធ្វើបានចោទប្រកាន់ពីបទឧក្រិដ្ឋសម្រាប់ការរួមចំណែកក្នុងយុទ្ធនាការខុសច្បាប់លោក Trump បាននិយាយអនលើ Truth Social កាលពីដើមសប្តាហ៍នេះនៅពេលដែល Kimmel ត្រឡប់មកចាក់ផ្សាយវិញថាខ្ញុំគិតថាយើងនឹងសាក់លបង ABC លើរឿងនេះសូមមើលពីរបៀបដែលយើងធ្វើប្រធានាធិបតីនឹងសម្មិនមិត្តព្យាយាមប្រើការធ្វើឃាត Charlie Kirk ដើម្បីអះអាងថាការរិះគន់លើទង្វើរបស់ Trump ថាជាផ្ដាច់ការឬ Fascism គឺហួសពីភាពស្លេស្លាំងទោះបីជាលោក Trump បានដាក់ការវាយប្រហារដូចគ្នាទៅលើសត្រូវរបស់គាត់ក៏ដោយពួកគេបានប្រញាប់ប្រញាល់ណែនាំនៅវោហារសាស្ត្ររបស់ឆ្វេងនិយមខាងនយោបាយគឺត្រូវស្ដីបន្ទោសមានតន់តែមានផុសតាំងណាមួយអំពីការជំរុញក្នុងករណី Kirk និងការបែកប្រហារពេលក្រោយនៅកន្លែងអនុវត្តច្បាប់អន្តរប្រវេសន៍និងគុណនៅរដ្ឋ Texas ក៏ដោយលោក Trump ក៏បានចាប់ផ្ដើមបណ្ដឹងដ៏គួរឲ្យសង្ស័យប្រឆាំងនឹងបណ្ដាញផ្សព្វផ្សាយនានាដូចជា The Wall Street Journal និង New York Times ផងដែរហើយថ្មីៗនេះមន្ទីរបញ្ចកោណរបស់គាត់បានចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងដើម្បីឲ្យអ្នកសារព័ត៌មានដែលមានទទួលស្គាល់មិនបកពុំសម្ភារៈដែលវាមិនអនុញ្ញាតប្រធានាធិបតីក៏ហាក់បីដូចជាបានប្រែខ្លួនសេដ្ឋាធិការផ្នែកសុខភាពនិង